បាទប្រិមត្តទូទាំងសិស្សជនឥឡូវនេះយើងទៅទស្សនារូបភាព highlight ការប្រកួតបាទទាំងស្រុងបាទទស្សនាឡើងវិញពី highlight ការប្រកួតពេញតង់បាទរវាងក្រុមទាំងពីរបាទគឺក្រសួងការពិជាតិហើយនិងក្រុម Western ភ្នំពេញដែលជាការប្រកួតបង្ក្រប់បាទនៅក្នុងសប្តាហ៍ទី13បាទសម្រាប់ក្រុមក្រសួងការពិជាតិនិងសប្តាហ៍ទី12សម្រាប់ក្រុម Western ភ្នំពេញបាទនេះគឺជាឱកាសដំបូងបាទជាការសុទ្ធពីចម្ងាយហើយក៏រីបោនថែមពីកីឡាកររីយកឈុលបានដល់មុខនៅនាទីទី16ដោយកីឡាករខ្សែប្រយុទ្ធបាទជម្រើសជាតិកូរ៉េខាងជើងបាទនឹងជាគ្រាប់ទី3របស់គេនៅក្នុងរដូវកាលនេះបាទរីយកឈុលបាទនាទីទី16ហើយការប្រកួតបាន4នាទីក្រោយមករីយកឈុលដដែលបាទតែតមកកន្លែងនេះហើយក៏រីបោនបាទតែតបន្ថែមមួយទៀតនាំមុខ2-0ឲ្យក្រុមក្រសួងការពិជាតិបាននៅនាទីទី20បាទ2-0បាទការប្រកួតហៀបនឹងចប់វគ្គទី1ទៅហើយកីឡាករខ្សែប្រយុទ្ធកាវណ្ណៈក៏បានមួយគ្រាប់នឹងគេដែរពីការឆ្កឹះម្លងអ្នកចាំទីតិចចូលទីនៅនាទីទី44មកចប់វគ្គទី1គឺក្រុមក្រសួងការពិជាតិនាំមុខ3-0ការប្រកួតវគ្គទី2គ្រាប់សុទ្ធបញ្ចូលទីមានកាន់តែច្រើនទៀតបាទកន្លែងនេះហើយគឺកែវវណ្ណៈជាអ្នកតែតបញ្ចូលទីនាំមុខ4-0ឲ្យក្រុមក្រសួងការពិជាតិនៅនាទីទី52បាទនាទីទី52 4-0បាទកាន់តែវែងឆ្ងាយពីកែវវណ្ណៈហើយក្រោយមកទៀតគឺក្រុមក្រសួងការពិជាតិនៅតែមានឱកាសសម្រាប់ទៀតបាទនេះហើយគឺជាគ្រាប់ទី5ពីរឹងប៊ុនហៀងបាទនៅនាទីទី56បាទគឺ5-0បាទត្រឹមនាទីទី56ហើយក្រោយមកទៀតទៅក្រុម Western ភ្នំពេញមានឱកាសប៉ើកមកវិញពីកីឡាករអូការ៉ូ Matthew Oza បាទនៅនាទីទី58បាទនេះហើយជាការសុទ្ធបញ្ចូលទីល្អមែនទែនពីកីឡាករនីហ្សេរីយ៉ាបាទគឺមួយផ្លែត2គ្រាប់បាទសម្រាប់កីឡាករអូការ៉ូ Matthew Oza 58មួយគ្រាប់ហើយ4នាទីក្រោយមកកីឡាករដដែល Matthew Oza ក៏រកបានគ្រាប់ទី2របស់ខ្លួននៅនាទីទី62បាទគឺឲ្យក្រុម Western ភ្នំពេញតាមពីក្រោយវិញ2-5បាទនាទីទី62ហើយក្រោយមក Matthew Oza ក៏មានរបួសក៏ត្រូវបានផ្លាស់ប្ដូរចេញបាត់ទៅបាទសោកស្ដាយបាទសម្រាប់ Matthew Oza នៅក្នុងការស្វែងរកគ្រាប់ហើយនេះគឺជាគ្រាប់ចុងក្រោយហើយហៀបនឹងចាប់វគ្គទី1ទៅហើយវគ្គទី2ទៅហើយឈើមយងហូក៏រកបានមួយគ្រាប់នឹងគេដែរបាននៅនាទីទី90+3ធ្វើឲ្យឈើមយងហូនៅពេលនេះគឺមាន16គ្រាប់តាមពីក្រោយច័ន្ទវឌ្ឍនាការ2គ្រាប់បាទចាប់ការប្រកួតគឺក្រុមក្រសួងការពិជាតិយកឈ្នះ Western ភ្នំពេញ6-2ស្ថិតិគឺការគ្រប់គ្រងបាល់58-42សុទ្ធចំគោលដៅគឺ11-6ខុសគោលដៅ10-7កំហុស13-10បាល់ជ្រុង6-5អសើ8លើកច្រើនណាស់បាទសម្រាប់ក្រុមក្រសួងការពិជាតិហើយកាតលឿងគឺការពិជាតិ1ហើយនិង Western ភ្នំពេញ3បាទនេះគឺជាលទ្ធផលការប្រកួតបាទសម្រាប់គូចុងក្រោយបាទនៅក្នុងសប្តាហ៍ទី13នេះគឺក្រសួងការពិជាតិបាទយកឈ្នះ Western ភ្នំពេញ6-2យើងសរុបពិន្ទុវិញបាទសរុបពិន្ទុនៅពេលនេះគឺក្រសួងការពិជាតិតាមពីក្រោយក្រុមបឹងកេតអង្គរតែ3ពិន្ទុវិញបាទដំបូងគឺ6បន្ទាប់ពីក្រសួងការពិជាតិឈ្នះទៅគឺឡើងកាត់បន្ថយសល់3វិញខណៈ Western ភ្នំពេញនៅតែស្វែងរកជ័យជំនះមិនបានបាទគូប្រកួតនៅសប្តាហ៍ទី14បាទក្នុងនោះគឺយើងនឹងផ្សាយផ្ទាល់ការប្រកួតនៅសប្តាហ៍ក្រោយថ្ងៃអាទិត្យទាំង2គូតែម្ដងគឺប៉ូលីសជួបស៊ីម៉ាក់ហើយនឹងបឹងកេតជួបជាមួយនឹង Cambodia Tiger ថ្ងៃច័ន្ទក៏មាន2គូដែរផ្សាយផ្ទាល់មួយគូភ្នំពេញ Crown ជួបក្រសួងការពិជាតិហើយ Nagaver ជួបជាមួយនឹងក្រុម Asia Rock United បាទប្រិយមិត្តទូទាំងសិស្សជនការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់លីគកម្ពុជាកម្ពុជានៅក្នុងសប្តាហ៍នេះក៏បានដល់ទីបញ្ចប់ផងដែរក៏សូមថ្លែងអំណរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកក៏សូមខន្តីអភ័យទោសចំពោះការអត្ថាធិប្បាយក៏ដូចជាបច្ចេកទេសនៅក្នុងការផ្សាយផ្ទាល់ផងដែរសម្រាប់ពេលនេះខ្ញុំបានក្រុមការងារសូមអរគុណនិងសូមគោរពលា